នេះគឺជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលត្រូវយកចាប់ហើយក្មេងប្រុសនោះត្រូវបានចិញ្ចឹមទៅដោយទឹកដោះស្ដេចតោដូច្នេះហើយទើបធ្វើឲ្យគេមានកម្លាំងខ្លាំងក្លាដោយសត្វតោដែរនៅពេលដែលគេជួបឪពុកម្ដាយបង្កើតរបស់គេបែរជាមិនស្គាល់ហើយថែមទាំងដើរចេញពីឪពុកម្ដាយរបស់គេថែមទៀតផងរឿងនេះនឹងធ្វើឲ្យអ្នកប្លែកភ្នែកប្លែកអារម្មណ៍ជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់ជួបពីមុនមកចង់ដឹងថារឿងទាំងមូលនេះនឹងមិនចាប់ទៅគួរឲ្យប្លែកភ្នែកប្លែកអារម្មណ៍យ៉ាងណានោះសូមអញ្ជើញទស្សនាជាមួយខ្ញុំទាំងអស់គ្នាកាលពីយូរលង់ណាស់មកហើយមហាសមុទ្រត្រូវបានគ្រប់គ្រងដោយក្រុមចៅសមុទ្រជាច្រើនក្រុមមួយបានធ្វើដំណើរតាមសមុទ្រចូលទៅក្នុងតំបន់ទីក្រុងដើម្បីប្លន់ទីក្រុងនោះមានឈ្មោះថារៀមដែលមានព្រះអង្គអេនុនិងព្រះនាងចន្ទ្រាកែវជាស្ដេចនៃនគរនោះក្រុមចៅសមុទ្រនេះប្លន់ប្រជាជននិងវាយប្រហារទីក្រុងរៀមយ៉ាងអនាធិបតេយ្យហើយគ្មានធម្មតាសោះឡើយស្ដេចអេនុបានបញ្ជាឲ្យមេទ័ពជើងទឹកនិងកងទ័ពចេញទៅប្រយុទ្ធជាមួយពួកចៅសមុទ្រនោះដោយសារជំនាញរបស់មេទ័ពនិងកម្លាំងទាហានជាច្រើនដូច្នេះពួកចៅសមុទ្រទាំងអស់នោះត្រូវពួកកងទ័ពសម្លាប់ចោលទាំងអស់លើកលែងតែកូនប្រុសរបស់មេចៅអាយុ5ឆ្នាំម្នាក់មេទ័ពឃើញថាគេនៅក្មេងពេកទើបលើកលែងជីវិតឲ្យនឹងនាំគេទៅបម្រើស្ដេចអេនុនិងព្រះនាងចន្ទ្រាពេលស្ដេចទាំងពីរឃើញក្មេងតូចនោះពួកគេពិតជាស្រឡាញ់ក្មេងប្រុសនោះណាស់ព្រោះពួកគេរៀបការច្រើនឆ្នាំហើយប៉ុន្តែมันមានកូនមួយសោះពួកគេក៏យល់ព្រមយកក្មេងប្រុសនោះមកចិញ្ចឹមជាកូនចិញ្ចឹមទោះបីជាហារ៉ាដែលជាទីប្រឹក្សាផ្ទាល់របស់ទ្រង់ជំទាស់ដែលឃើញថាគេជាកូនចៅក៏ដោយក៏ស្ដេចទាំងពីរមិនជឿពាក្យទំនាយរបស់ហារ៉ាដែរព្រោះពួកគេជឿថាបើចិញ្ចឹមក្មេងប្រុសនេះដោយល្អនោះគេនឹងក្លាយទៅជាមនុស្សល្អមិនខានចាប់តាំងពីពេលនោះមកក្មេងប្រុសនោះបានក្លាយជាព្រះរាជបុត្រនិងទទួលឈ្មោះថ្មីថាកុងគាបាឡៃគេត្រូវចិញ្ចឹមបីបាច់យ៉ាងល្អដូចជាកូនបង្កើតរបស់ព្រះអង្គអញ្ចឹងប៉ុន្តែទោះបីជាព្រះអង្គអេនុនិងព្រះនាងចន្ទ្រាចិញ្ចឹមកុងគាបាឡៃបានយ៉ាងល្អក៏ដោយស្រាប់តែពេលគេធំឡើងគេបានក្លាយទៅជាមនុស្សខកខើនិងកាច់សាហាវបំផុតគេចូលចិត្តផឹកស្រានិងបង្កចំនួនជាមួយអ្នកដទៃគ្រប់ទីកន្លែងតែនៅចំពោះមុខឪពុកម្ដាយគេធ្វើជាមនុស្សល្អរហូតដល់ថ្ងៃមួយព្រះនាងចន្ទ្រាមានផ្ទៃពោះហារ៉ាបានទូទាយថាកុមារដែលនៅក្នុងផ្ទៃនឹងក្លាយទៅជាបុត្រមានបុណ្យប៉ុន្តែមានវាសនាត្រូវចោលឆក់យកទៅក្រៅទីក្រុងតែសូមព្រះអង្គកុំព្រួយបារម្ភអីព្រោះគេនឹងត្រឡប់មកគ្រប់គ្រងទីក្រុងវិញនិងក្លាយទៅជាស្ដេចដ៏អស្ចារ្យនិងខ្លាំងក្លាបំផុតព្រះអង្គអេនុនិងព្រះនាងចន្ទ្រាមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនឹងមានបុត្រម្នាក់ទៀតប៉ុន្តែកុងគាបាឡៃមិនសប្បាយចិត្តទេព្រោះគេគិតថាថ្ងៃណាមួយកូនចិញ្ចឹមដូចគេនឹងត្រូវបាត់បង់គ្រប់យ៉ាងព្រមទាំងគ្មានសិទ្ធិលើរាជបល្ល័ង្កទៀតផងដូច្នេះកុងគាបាឡៃក៏ប្រមូលកងទ័ពមួយចំនួននិងបង្កើតជារដ្ឋប្រហារដើម្បីដណ្ដើមយកក្រុងរៀមធ្វើឲ្យទីក្រុងទាំងមូលមានភាពវឹកវរជាខ្លាំងចំណែកឯព្រះអង្គអេនុនិងព្រះនាងចន្ទ្រាដែលកំពុងមានផ្ទៃពោះត្រូវបានអង្គរៈព្រះអង្គជួយនាំពួកគេទាំងពីរនាក់រត់ចូលទៅក្នុងព្រៃដើម្បីគេចចេញពីក្រុមកុងគាបាឡៃពួកគេទាំងពីរនាក់យំសោកសៅនៅពេលដែលនឹកឃើញដល់កុងគាដែលជាកូនប្រុសដែលពួកគេខំចិញ្ចឹមស្រឡាញ់ដោយកូនបង្កើតប៉ុន្តែបែរជាមកក្បត់ពួកគេនិងដណ្ដើមយកទីក្រុងរបស់ពួកគេទៅវិញពួកគេដើរចេញទៅដោយគ្មានគោលដៅរហូតដល់អស់កម្លាំងហើយក៏ដួលសន្លប់នៅកណ្ដាលព្រៃងងឹតឈឹងព្រះឥន្ទនៅឋានទេវតាក៏បានមើលឃើញពីទុក្ខលំបាករបស់ព្រះអង្គអេនុនិងព្រះនាងចន្ទ្រាហើយព្រះឥន្ទក៏បានចុះមកកាន់ឋានមនុស្សនិងប្រែក្រឡាជាប្តីប្រពន្ធមួយគូនិងបាននាំយកព្រះអង្គអេនុនិងព្រះនាងចន្ទ្រាទៅភូមិមួយក្បែរជើងភ្នំចាប់តាំងពីពេលនោះមកព្រះអង្គអេនុនិងព្រះនាងចន្ទ្រាត្រូវរស់នៅបែបជីវភាពសាមញ្ញធម្មតាដូចអ្នកភូមិដែរចំណែកទារកដែលនៅក្នុងផ្ទៃរបស់ព្រះនាងចន្ទ្រាកាន់តែធំឡើងរហូតដល់គ្រប់9ខែព្រះនាងចន្ទ្រាបានប្រសូតបុត្រាដ៏ស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ហើយថែមទាំងមានរាងកាយមាំមួនទៀតផងថ្ងៃមួយព្រះអង្គអេនុនិងព្រះនាងចន្ទ្រាត្រូវទៅធ្វើការនៅក្នុងព្រៃហើយត្រូវទុកកូនឲ្យដេកនៅផ្ទះតែម្នាក់ឯងនៅថ្ងៃនោះមានក្មេងប្រុសម្នាក់ឈ្មោះទេពចិន្តាជាព្រាហ្មណ៍វ័យក្មេងម្នាក់អាយុ12ឆ្នាំបានមកពីភូមិមិថិលាបានដើរមកកាន់ភូមិនេះដោយគាត់កំពុងស្វែងរកកុមារដែលមានបុណ្យបារមីខ្ពស់ដើម្បីយកទៅចិញ្ចឹមតាមការណែនាំរបស់ឪពុកដែលបានស្លាប់ទៅនៅពេលទេពចិន្តាដើរកាត់ផ្ទះរបស់ព្រះអង្គអេនុទារកតូចដែលដេកនៅក្នុងផ្ទះបានយំយ៉ាងខ្លាំង
តែបចិន្តាឃើញថាគ្មាននរណាម្នាក់នៅក្នុងផ្ទះដូច្នេះគាត់បានចូលទៅលួងទារកតូចនោះប៉ុន្តែនៅពេលទេពចិន្តាឃើញទារកតូចនោះភ្លាមគាត់បានកត់សម្គាល់ឃើញថាក្មេងប្រុសនេះមានលក្ខណៈល្អហើយមានបុណ្យបារមីខ្ពស់ដោយឪពុករបស់គេបានពណ៌នាទេពចិន្តាសម្រេចចិត្តលើកទារកចេញពីអង្រឹងហើយដើរចូលទៅក្នុងព្រៃភ្លាមនៅពេលនោះព្រះអង្គឥនុនិងព្រះនាងចន្ទ្រាធ្វើការរួចទាំងពីរនាក់បានប្រញាប់ត្រឡប់មកផ្ទះវិញយ៉ាងលឿនពីព្រោះបារម្ភពីកូនប៉ុន្តែនៅពេលមកដល់ផ្ទះពួកគេអត់ឃើញកូនរបស់ពួកគេដេកនៅក្នុងអង្រឹងនោះទេហើយពួកគេទាំងពីរមានការព្រួយបារម្ភនិងអាណិតកូនយ៉ាងខ្លាំងពួកគេបានជួយគ្នាចេញទៅស្វែងរកនិងសួរមនុស្សពេញភូមិប៉ុន្តែគ្មាននរណាម្នាក់ឃើញកូនរបស់ពួកគេឡើយពួកគេទាំងពីរនាក់គ្មានធ្វើអ្វីបានក្រៅតែពីអង្គុយយំជាពិសេសព្រះនាងចន្ទ្រាដែលឈឺចាប់ខ្លាំងបំផុតរហូតដល់ស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយប៉ុន្តែនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែកើតទុក្ខព្រះអង្គឥនុក៏នឹកឃើញពាក្យដែលហោរាបានទាយថាកូនប្រុសនឹងត្រូវគេលួចពីឪពុកម្ដាយប៉ុន្តែនឹងត្រឡប់មកជួបគ្នាវិញនៅកន្លែងដដែលរឿងនេះធ្វើឲ្យព្រះនាងចន្ទ្រាចាប់ផ្ដើមមានសង្ឃឹមឡើងវិញប្តីប្រពន្ធទាំងពីរនាក់ក៏បានស្រន់សូមឲ្យកូនប្រុសរបស់ពួកគេមានសុវត្ថិភាពនិងរស់រានមានជីវិតនៅពេលដដែលនោះនៅក្នុងនគររាមចាប់តាំងពីគង្គាបាឡៃឡើងក្រឹងរាជមកប្រជាជនត្រូវរស់នៅក្នុងការលាក់ខ្លួននិងភ័យខ្លាចពួកគេខ្លាចដោយសារបពុរបស់គង្គាបាឡៃចេញមកគំរាមកំហែងនិងសម្លាប់អ្នកភូមិឥតត្រាប្រណីតានការច្របូកច្របល់កើតឡើងជាញឹកញាប់និងបង្កជាបញ្ហាគ្រប់ទិសទីដោយមើលឃើញពីភាពខ្លាចសាហាវរបស់គង្គាបាឡៃខ្លាំងពេកមេតបម្នាក់មិនអាចទ្រាំបានទៀតឡើយគាត់បានប្រមូលផ្ដុំទាហាននិងអ្នកភូមិដែលនៅស្មោះត្រង់និងព្រះអង្គឥនុទៅប្រយុទ្ធជាមួយគង្គាបាឡៃរហូតដល់ទីបំផុតពួកគេអាចចាប់គង្គាបាឡៃបានហើយបានយកគង្គាបាឡៃទៅដាក់ទោសប្រហារជីវិតប្រជាជនដែលរងទុក្ខលំបាកយូរហើយក៏មានក្តីសប្បាយរីករាយជាខ្លាំងនៅពេលដែលឃើញនគរចាប់ផ្ដើមមានសន្តិភាពឡើងវិញមេតបនិងទាហានចាប់ផ្ដើមស្វែងរកព្រះអង្គឥនុនិងព្រះនាងចន្ទ្រារហូតដល់ភូមិមួយដែលព្រះអង្គនិងមហេសីកំពុងស្នាក់នៅបានអញ្ជើញស្ដេចទាំងពីរត្រឡប់ទៅក្រុងវិញហើយតែងតាំងឲ្យក្រុងរាជដូចធម្មតាវិញចំណែកកុមារទេពចិន្តាបន្ទាប់ពីលួចកូនតូចនោះមកគាត់បានយកក្មេងនោះដើរតាមផ្លូវទៅមុខរហូតដល់ពួកគេវង្វេងចូលទៅក្នុងតំបន់ក្រុងយក្សនិងបានជួបយក្សឈ្មោះថាក្រុងមាដែលកំពុងស្វែងរកអាហារនៅក្នុងព្រៃនៅពេលនោះក្រុងមាបានជួបក្មេងតូចទាំងពីរនាក់នោះទេវតាក៏បានធ្វើឲ្យយក្សនេះមានចិត្តអាណិតស្រឡាញ់និងថែរក្សាក្មេងជាជាងចាប់ក្មេងមកធ្វើជាអាហាររបស់ខ្លួនយក្សក្រុងមាក៏ប្រែក្រឡាខ្លាចខ្លួនជាបរិះវ័យក្មេងម្នាក់ដើម្បីកុំឲ្យក្មេងទាំងពីរភ័យខ្លាចហើយបានសុំយកក្មេងទាំងពីរមកធ្វើជាកូនទេពចិន្តាដែលនាំកូនតូចនោះមកខ្លាចថាបើមិនព្រមនៅជាមួយបរិះម្នាក់នេះទេគេនឹងត្រូវមានអ្វីផ្សេងមកធ្វើបាបដូច្នេះគាត់ក៏យល់ព្រមនឹងធ្វើជាកូនយក្សក្រុងមាដោយស្ម័គ្រចិត្តយក្សក្រុងមាបាននាំទេពចិន្តានិងទារកត្រឡប់ទៅចិញ្ចឹមនៅក្នុងឡានភ្នំរបស់គាត់ហើយគាត់បានទៅសុំនាងសឹងដែលជាស្ដេចតោជាមិត្តរបស់គាត់ដែលទៅតែសម្រាលកូនរួចឲ្យបំបៅដោះក្មេងតូចតាំងពីតូចរហូតដល់ធំពេលក្មេងប្រុសធំឡើងអាយុបាន5ឆ្នាំនឹងក្លាយទៅជាមនុស្សខ្លាំងពូកែដូចយក្សក្រុងមានិងសឹងដូច្នេះគាត់បានដាក់ឈ្មោះឲ្យក្មេងប្រុសតូចនោះថាសឹងក្រៃភពយក្សក្រុងមាថែរក្សាទេពចិន្តានិងសឹងក្រៃភពបានយ៉ាងល្អនិងបានបង្រៀនក្មេងប្រុសទាំងពីរអំពីក្បាច់គុណការប្រយុទ្ធនិងមន្តអាគមផ្សេងៗដល់ពួកគេរហូតដល់ពួកគេធំពេញវ័យពេលសឹងក្រៃភពមានអាយុ14ឆ្នាំនៅពេលយក្សក្រុងមាចេញទៅរកអាហារបងប្អូនទាំងពីរបានទៅលេងក្នុងល្អាងដ៏ធំល្វឹងល្វើយរបស់គាត់ហើយដោយចៃដន្យបានចូលទៅក្នុងតំបន់ដែលយក្សក្រុងមាហាមឃាត់នៅទីនោះមានដើមឈើពិសេសមួយដែលមានស្លឹកពណ៌បៃតងក្រហមលឿងនិងសលាយគ្នាបងប្អូនទាំងពីរបានបេះស្លឹកឈើនិងសាកល្បងញ៉ាំស្លឹកឈើពណ៌ក្រហមពីដើមឈើនោះហើយវាបានធ្វើឲ្យពួកគេទាំងពីរបដូររាងកាយទៅជាសត្វនាគពេលនោះពួកគេកាន់តែភ័យយ៉ាងខ្លាំងហើយនាគបងប្អូនទាំងពីរនាក់បានវិលជុំមិនដឹងទៅផ្លូវណារមូលជាប់គ្នាមិនអាចទៅណាបានពួកគេក៏មិនដឹងថាត្រូវបដូររាងកាយត្រឡប់ជាមនុស្សវិញតាមរបៀបណាដែរដូច្នេះបងប្អូនទាំងពីរបានរមូលខ្លួនយំនៅលើដីជាមួយគ្នារហូតដល់ក្រុងមាត្រឡប់មកវិញ
នៅពេលគាត់មកដល់ឃើញកូនទាំងពីរនាក់ខ្លាចទៅជានាគដេកយំគាត់ក៏ខឹងនឹងកូនយ៉ាងខ្លាំងហើយគាត់ក៏ប្រើទឹកថ្នាំពិសេសដែលបានមកពីចន្លោះថ្មលាបលើពួកគេទាំងពីរហើយរាងកាយពួកគេក៏ត្រឡប់ទៅជាមនុស្សធម្មតាវិញចាប់តាំងពីថ្ងៃនោះមកយក្សក្រុងមារបានបញ្ជាកូនទាំងពីរមិនឲ្យចេញទៅលេងកន្លែងនោះទៀតទេប៉ុន្មានថ្ងៃបន្ទាប់សង្ក្រៃភពបានបបួលទេពចិន្តាត្រឡប់ទៅកាន់ដើមឈើនោះម្ដងទៀតពួកគេសប្បាយចិត្តដោយសារពេលនេះពួកគេដឹងពីវិធីត្រឡប់ទៅរាងកាយមនុស្សវិញដូច្នេះបងប្អូនទាំងពីរមិនភ័យខ្លាចតតែសោះពួកគេព្យាយាមបេះស្លឹកឈើពណ៌ផ្សេងៗញ៉ាំហើយពួកគេក៏រកឃើញថាបើញ៉ាំស្លឹកពណ៌សនឹងក្លាយទៅជាសត្វស្វាធំបើញ៉ាំស្លឹកពណ៌បៃតងនឹងក្លាយទៅជាសត្វបក្សីហើយបើញ៉ាំពណ៌លឿងនឹងធ្វើឲ្យរាងកាយក្លាយទៅជាមាសក្រោយពេលពួកគេលេងឆ្អែតហើយពួកគេក៏ត្រឡប់ទៅរូងភ្នំវិញទេពចិន្តាដែលបានរកវិធីកិច្ចពីយក្សក្រុងមារអស់រយៈពេលជាង10ឆ្នាំមកនេះក៏បានសម្រេចចិត្តប្រាប់ពីការពិតដល់សង្ក្រៃភពថាតាមពិតសង្ក្រៃភពមិនមែនជាកូនបង្កើតរបស់យក្សក្រុងមារនោះទេគឺពួកគេទាំងពីរនាក់នេះត្រូវបានយក្សក្រុងមារចាប់យកមកចិញ្ចឹមប៉ុន្តែទេពចិន្តាមិនបានប្រាប់ឲ្យសង្ក្រៃភពដឹងថាគាត់ក៏មិនមែនជាបងប្អូនបង្កើតនឹងគ្នាដែរពេលសង្ក្រៃភពឮដូច្នេះគាត់ចង់រត់គេចខ្លួនទៅស្វែងរកឪពុកម្ដាយបង្កើតរបស់គាត់ពួកគេទាំងពីរបានពិភាក្សាគ្នាដោយញ៉ាំស្លឹកឈើពណ៌បៃតងហើយខ្លាចទៅជាសត្វបក្សីរួចហើរទៅក្រុងមិថិលាជាមួយគ្នាពួកគេរងចាំពេលដែលយក្សក្រុងមារចេញទៅរកចំណីពួកគេចូលទៅក្នុងរូងភ្នំម្ដងទៀតដើម្បីប្រមូលស្លឹកឈើពិសេសពណ៌ផ្សេងៗគ្នាមុនពេលញ៉ាំស្លឹកឈើពណ៌បៃតងដើម្បីក្លាយទៅជាបក្សីហើយហើរចេញពីរូងភ្នំភ្លាមពេលយក្សក្រុងមារត្រឡប់មកដល់រូងភ្នំវិញមិនឃើញកូនទាំងពីរគាត់ក៏បានទៅស្វែងរកភ្លាមយក្សក្រុងមារដើររកបណ្ដាយំបណ្ដាទីបំផុតយក្សក្រុងមារក៏បានរកឃើញសង្ក្រៃភពនិងទេពចិន្តាក្លាយទៅជាសត្វបក្សីកំពុងហើរចេញពីដែនដីរបស់យក្សគ្រាន់តែឃើញភ្លាមយក្សក្រុងមារក៏បានរត់តាមភ្លាមបក្សីទាំងពីរបានហើរទៅដល់ជើងភ្នំព្រំដែនដែលព្រះឥន្ទបានបញ្ជាមិនអោយយក្សឡើងឆ្លងទៅម្ខាងទៀតបានទេយក្សក្រុងមារបានសុំអង្វរទេពចិន្តានិងសង្ក្រៃភពឲ្យត្រឡប់មកវិញដូចមុនពេលសង្ក្រៃភពនិងទេពចិន្តាឃើញថាយក្សក្រុងមារមិនអាចតាមពួកគេបានពួកគេក៏ប្រើទឹកមន្តពិសេសតែយកមកជាមួយដើម្បីបដូររាងកាយទៅជាមនុស្សវិញហើយប្រាប់ទៅឪពុកយក្សថាពួកគេសូមត្រឡប់ទៅក្រុងមនុស្សវិញដើម្បីស្វែងរកឪពុកម្ដាយបង្កើតរបស់ពួកគេវិញរឿងនេះធ្វើឲ្យយក្សក្រុងមារឈឺចាប់ខ្លាំងណាស់គាត់ព្យាយាមឡើងទៅលើជើងភ្នំដើម្បីសូមអោបកូនម្ដងទៀតប៉ុន្តែរាល់ពេលដែលគាត់ព្យាយាមឡើងគាត់ក៏រអិលជើងដួលរហូតដល់រាងកាយពេញទៅដោយស្នាមរបួសចុងក្រោយយក្សក្រុងមារបានយំរហូតដល់ស្លាប់នៅលើជើងភ្នំនោះពេលសង្ក្រៃភពនិងទេពចិន្តាឃើញឪពុកយក្សស្លាប់ពួកគេទាំងពីរនាក់ក៏យំដោយក្តីសោកសៅផងដែរបងប្អូនទាំងពីរបានត្រឹមតែអរគុណដែលឪពុកយក្សបានចិញ្ចឹមពួកគេពីតូចរហូតដល់ធំហើយពួកគេក៏បានបូជាសពធ្វើពិធីបញ្ជូនវិញ្ញាណក្ខន្ធយក្សក្រុងមារឲ្យទៅកាន់សុគតិភពក្រោយមកសង្ក្រៃភពនិងទេពចិន្តាក៏ញ៉ាំស្លឹកពណ៌បៃតងហើយក្លាយទៅជាបក្សីរួចក៏ហើរឆ្ពោះទៅក្រុងមិថិលាសង្ក្រៃភពរស់នៅផ្ទះទេពចិន្តាក្នុងឋានៈជាប្អូនប្រុសរបស់គាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីលាក់បាំងការពិតពីសង្ក្រៃភពគាត់បញ្ជាអ្នកបម្រើនិងមនុស្សនៅក្នុងផ្ទះមិនឲ្យនិយាយថាគាត់និងសង្ក្រៃភពមិនមែនជាបងប្អូនបង្កើតនឹងគ្នាឡើយប៉ុន្តែចុងក្រោយសង្ក្រៃភពក៏បានដឹងការពិតពីព្រាហ្មណ៍ចាស់ម្នាក់នៅក្នុងភូមិថាគាត់មិនមែនជាប្អូនប្រុសបង្កើតរបស់ទេពចិន្តាទេគាត់មានការសោកស្ដាយខ្លាំងណាស់ដែលត្រូវបានគេកុហកតាំងពីក្មេងរហូតដល់ធំសង្ក្រៃភពមិនដឹងថាខ្លួនជាអ្នកណានិងមកពីណាឲ្យប្រកាសគាត់ក៏សម្រេចចិត្តញ៉ាំស្លឹកឈើវិសេសពណ៌បៃតងហើយខ្លាចទៅជាបក្សីហើយចេញពីទេពចិន្តាដើម្បីស្វែងរកឪពុកម្ដាយបង្កើតរបស់គាត់តែម្នាក់ឯងសង្ក្រៃភពកំពុងហោះឆ្លងកាត់សមុទ្រទៅទិសខាងត្បូងរហូតដល់កន្លែងមួយទីនោះគ្រប់គ្រងដោយយក្សឈ្មោះថាចក្រពរនៅកណ្ដាលក្រុងយក្សនោះមានមនុស្សស្រីម្នាក់កំពុងរាំនាងមានឈ្មោះថាសុយសូដាជាស្ត្រីស្អាតដែលកើតចេញពីផ្កាឈូកនៅក្រោមជើងយក្សចក្រពរហើយត្រូវបានចិញ្ចឹមបីបាច់តាំងពីក្មេងពេលសង្ក្រៃភពឃើញនាងគាត់ក៏បានហោះទៅលើដើមឈើដើម្បីសម្លឹងមើលនាងសុយសូដារាំនៅពីមុខយក្សទាំងនោះការរាំ
មដ៏ស្រស់ស្អាតរបស់នាងបានធ្វើឲ្យបេះដូងសឹងក្រៃភពដែលនៅក្នុងខ្លួនជាសត្វបក្សីដើមទ្រូងញ័រហើយធ្លាក់ក្នុងអន្លង់ស្នេហ៍ភ្លាមយប់នោះសឹងក្រៃភពក្នុងរាងជាសត្វបក្សីបានទៅស្នាក់នៅក្នុងឧទ្យានក្នុងក្រុងរងចាំពេលវេលាសមស្របដើម្បីខិតទៅជិតនាងសោយសូដាប៉ុន្មានថ្ងៃក្រោយមកនាងសោយសូដាចេញដើរមកលេងក្នុងឧទ្យានសត្វបក្សីតូចបានហោះទៅជិតនាងហើយបន្លឺសំឡេងយ៉ាងរីករាយដែលឃើញថាសត្វបក្សីនេះមានពណ៌ភ្លឺថ្លាតូចគួរឲ្យស្រឡាញ់និងចេះនិយាយនាងក៏ពេញចិត្តហើយយកសត្វបក្សីនោះទៅចិញ្ចឹមនៅក្នុងបន្ទប់របស់នាងពេលយប់នាងសោយសូដានៅក្នុងបន្ទប់ជាមួយសត្វបក្សីតែពីរនាក់សឹងក្រៃភពបានផឹកទឹកមន្តពិសេសហើយប្រែក្លាយទៅជាបុរសស្អាតធ្វើឲ្យនាងសោយសូដាភ្ញាក់ផ្អើលនិងមានចិត្តស្រឡាញ់សឹងក្រៃភពភ្លាមអ្នកទាំងពីរបាននិយាយគ្នាដោយសប្បាយរីករាយរហូតដល់ភ្លឺហើយបានក្លាយទៅជាគូស្នេហ៍នឹងគ្នាក្នុងយប់នោះពេលថាចក្រពរមកសួរសុខទុក្ខកូនស្រីសឹងក្រៃភពបានប្រែក្លាយទៅជាបក្សីពេលនៅតែពីរអ្នកសឹងក្រៃភពក៏បានប្រែខ្លួនទៅជាមនុស្សធម្មតាវិញដើម្បីនៅជាមួយនាងសោយសូដាដោយសម្ងាត់នៅភូមិព្រាមក្នុងក្រុងមិថិលាក្រោយពេលទេពចិន្តាដឹងថាសឹងក្រៃភពឃ្លាតឆ្ងាយពីខ្លួនគាត់ហូបមិនបានគេងមិនលក់ដោយសារគាត់មានការសោកស្ដាយចំពោះទង្វើរបស់ខ្លួនទេពចិន្តាសម្រេចចិត្តចេញដំណើរស្វែងរកឪពុកម្ដាយបង្កើតរបស់សឹងក្រៃភពរហូតដល់គាត់បានជួបព្រះអង្គអ៊ីនុនិងព្រះនាងចន្ទ្រាទេពចិន្តាបានរៀបរាប់រឿងរ៉ាវផ្សេងអំពីសឹងក្រៃភពប្រាប់ព្រះអង្គទាំងពីរហើយសារភាពកំហុសរបស់ខ្លួនដែលគាត់បានលួចកូនរបស់គេព្រះអង្គអ៊ីនុនិងព្រះនាងចន្ទ្រាមានអារម្មណ៍រីករាយណាស់ពេលដែលដឹងថាកូនប្រុសរបស់គាត់នៅមានជីវិតគាត់មិនរារែកនឹងបានហៅហារាជាន់ខ្ពស់មកទស្សទាយវាសនាដើម្បីស្វែងរកកូនប្រុសរហូតដល់ដឹងថាសឹងក្រៃភពកំពុងស្ថិតនៅក្នុងក្រុងយក្សទេពចិន្តាដឹងរឿងនេះគាត់បានស្ម័គ្រចិត្តទៅនាំសឹងក្រៃភពមកផ្ទះវិញដោយសារតែគាត់ជាមនុស្សតែម្នាក់ដែលស្គាល់សឹងក្រៃភពច្បាស់បំផុតក្រោយពេលសឹងក្រៃភពរស់នៅជាមួយនាងសោយសូដានៅក្នុងក្រុងយក្សមួយរយៈមកនាងសោយសូដាមានការភ័យខ្លាចហើយអ្នកទាំងពីរកាន់តែព្រួយបារម្ភខ្លាំងឡើងពេលពោះនាងសោយសូដាចាប់ផ្ដើមធំឡើងពួកគេខ្លាចរកឃើញថានាងកំពុងលាក់បុរសម្នាក់នៅក្នុងបន្ទប់របស់នាងសោយសូដាបានបបួលសឹងក្រៃភពរត់គេចចេញពីក្រុងយក្សជាមួយគ្នាសឹងក្រៃភពបានញ៉ាំស្លឹកឈើពណ៌សប្រែក្លាយទៅជាស្វាធំមួយហើយលើកនាងសោយសូដាលោតចេញពីក្រុងយក្សភ្លាមប៉ុន្តែកិច្ចមិនផុតពីផ្នែកយក្សទាំងនោះទេពួកយក្សជាច្រើនបានដេញតាមពួកគេសឹងក្រៃភពបានដកដើមថ្នោតនៅក្នុងព្រៃមកធ្វើជាអាវុធប្រយុទ្ធនឹងពួកយក្សទាំងនោះធ្វើឲ្យយក្សជាច្រើនបានដួលស្លាប់ពេលឃើញស្ថានភាពមិនល្អសឹងក្រៃភពបានចែកស្លឹកឈើពណ៌បៃតងឲ្យនាងសោយសូដាញ៉ាំដើម្បីប្រែក្លាយជាបក្សីរួចហោះគេចទៅជាមួយគ្នាចំណែកយក្សថាចក្រពរវិញពេលដឹងថាកូនស្រីរត់គេចជាមួយបុរសម្នាក់គាត់ខឹងខ្លាំងណាស់ហើយបានស្បត់ថានឹងស្វែងរកអ្នកទាំងពីរឲ្យឃើញនិងសម្លាប់សឹងក្រៃភពចោលសឹងក្រៃភពនិងនាងសោយសូដាបានហោះគេចចេញពីក្រុងយក្សមកឆ្ងាយគួរសមពេលអ្នកទាំងពីរចាប់ផ្ដើមអស់កម្លាំងបន្តិចពួកគេបានផឹកទឹកពិសេសដើម្បីត្រឡប់ទៅរូបរាងមនុស្សវិញនិងសម្រាកក្រោមដើមឈើពេលនោះមានបុរសម្នាក់មានវិជាពិសេសហោះកាត់ពេលបុរសនោះឃើញនាងសោយសូដាគាត់មានចិត្តស្រឡាញ់ហើយហោះចូលមកមើលគាត់បានប្រើមន្តអាគមដាក់សឹងក្រៃភពឲ្យដេកលក់រហូតមុននឹងដាស់នាងសោយសូដាឡើងមកពេលនាងសោយសូដាភ្ញាក់ឡើងនាងភ័យខ្លាំងណាស់ហើយព្យាយាមដាស់សឹងក្រៃភពប៉ុន្តែដាស់មិនភ្ញាក់ចុងក្រោយនាងសោយសូដាត្រូវបានបុរសនោះចាប់យកទៅដាក់នៅក្នុងឡានភ្នំមួយកន្លែងបុរសនោះមានបំណងយកនាងសោយសូដាធ្វើជាប្រពន្ធប៉ុន្តែនាងសោយសូដាជាមនុស្សឆ្លាតនាងបានបើកបញ្ឆោតបុរសនោះដោយធ្វើជាស្រឡាញ់បុរសនោះហើយពេលបុរសនោះភ្លេចខ្លួននាងក៏បានរកឱកាសលួចយកដាវពិសេសចាក់ក្នុងបុរសនោះឲ្យស្លាប់ទៅបន្ទាប់មកនាងបានរត់ចេញពីឡានភ្នំនោះជាមួយនឹងដាវពិសេសនោះពេលបុរសនោះស្លាប់មន្តអាគមក៏បាត់ទៅដែរធ្វើឲ្យសឹងក្រៃភពដឹងខ្លួនមកវិញហើយនាងសោយសូដាក៏បានត្រឡប់មកវិញនាងប្រាប់រឿងរ៉ាវទាំងអស់ឲ្យសឹងក្រៃភពស្ដាប់មុននឹងប្រកល់ដាវពិសេសនោះទៅឲ្យគាត់ប៉ុន្តែអ្នកទាំងពីរមិនទាន់អាចបន្តដំណើរទៅមុខបានទេដោយសារពួកយក្សបានតាមមកទាន់ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្ដងទៀត
សង្ក្រៃភពប្រើអំណាចពិសេសប្រយុទ្ធនឹងកងទ័ពរបស់យក្សអស់ពីសមត្ថភាពប៉ុន្តែនៅតែមិនឈ្នះភ្លាមនោះទេពចិន្តាដែលកំពុងស្វែងរកសង្ក្រៃភពបានឃើញប្អូនប្រុសប្រយុទ្ធជាមួយនឹងយក្សក៏ញ៉ាំស្លឹកឈើពណ៌សហើយប្រែក្រឡាទៅជាស្វាធំមួយជួយសង្ក្រៃភពប្រយុទ្ធនឹងយក្សប៉ុន្តែទោះជាប្រយុទ្ធយ៉ាងណាក៏នៅតែមិនអាចទប់ទល់នឹងកម្លាំងយក្សដ៏ច្រើនបានទេសង្ក្រៃភពបានប្រយុទ្ធរហូតដល់រងរបួសធ្ងន់ធ្ងរនិងសន្លប់នៅក្នុងពេលប្រយុទ្ធពេលនាងសយសូដាឃើញដូច្នេះនាងបានរត់ចេញមកហាមឃាត់និងអង្វរយក្សថាចក្រពរឲ្យដោះលែងពួកគេទៅហើយនាងយល់ព្រមត្រឡប់ទៅក្នុងក្រុងយក្សជាមួយនឹងឪពុករបស់នាងដែលជាយក្សចតុពរវិញនៅពេលដែលការប្រយុទ្ធត្រូវបានបញ្ចប់ទេពចិន្តាបានត្រឡប់ទៅរូបរាងដើមវិញនិងព្យាយាមជួយព្យាបាលរបួសរបស់សង្ក្រៃភពរហូតដល់គាត់ដឹងខ្លួនឡើងវិញទេពចិន្តាបានប្រាប់សង្ក្រៃភពថានាងសយសូដាត្រូវបានត្រឡប់ទៅវិញជាមួយនឹងយក្សថាចតុពរវិញហើយដើម្បីការពារជីវិតរបស់យើងទាំងពីរទេពចិន្តាបានស្នើឲ្យសង្ក្រៃភពត្រឡប់ទៅក្រុងរាពណ៍វិញដើម្បីទៅជួបព្រះអង្គឥនុនិងព្រះនាងចន្ទ្រាដែលជាឪពុកម្ដាយបង្កើតរបស់គេចំពោះរឿងនាងសយសូដាយើងនឹងរកវិធីទៅជួយនាងនៅពេលក្រោយសង្ក្រៃភពបានត្រឡប់ទៅក្រុងរាពណ៍និងបានជួបឪពុកម្ដាយរបស់គាត់ទោះបីជាពេលនេះសង្ក្រៃភពបានជួបមកឪពុកម្ដាយបង្កើតរបស់ខ្លួនក៏ដោយក៏គាត់នៅតែមិនសូវសប្បាយចិត្តដែរព្រោះគាត់នៅតែគិតពីនាងសយសូដាដែលជាប្រពន្ធរបស់គាត់ចំណែកនាងសយសូដាបន្ទាប់ពីត្រឡប់ទៅក្រុងយក្សវិញហើយនាងយំសោកសង្រេងនិងនឹកប្តីជាខ្លាំងមានតែទារកនៅក្នុងផ្ទៃរបស់នាងតែប៉ុណ្ណោះដែលជួយព្យាបាលចិត្តនាងឲ្យនាងបន្តរស់នៅរហូតដល់9ខែក្រោយមកនាងសយសូដាបានសម្រាលកូនប្រុសម្នាក់ឈ្មោះរាវង្សហើយយក្សចក្រពរស្រឡាញ់ចៅប្រុសនេះណាស់ឃើញដូច្នេះធ្វើឲ្យនាងសយសូដាញញឹមម្ដងទៀតចំណែកសង្ក្រៃភពដែលរស់នៅក្នុងក្រុងរាពណ៍រស់នៅដោយក្តីទុក្ខព្រួយនៅពេលដែលព្រះអង្គឥនុនិងព្រះនាងចន្ទ្រាឃើញកូនប្រុសរបស់គាត់មិនសប្បាយចិត្តគាត់បានបញ្ជាឲ្យទេពចិន្តាជិះទូកទៅជួបស្ដេចយក្សចក្រពរនៅក្នុងក្រុងយក្សដើម្បីស្នើសុំនាងសយសូដានិងចៅប្រុសរាវង្សមករស់នៅជាមួយគ្នានៅក្នុងក្រុងរាពណ៍ប៉ុន្តែស្ដេចចក្រពរបដិសេធសង្ក្រៃភពចង់ប្រយុទ្ធជាមួយពួកយក្សនោះម្ដងទៀតប៉ុន្តែគាត់ក៏ដឹងថាពេលនេះគាត់មិនអាចយកឈ្នះយក្សទាំងនោះបានទេគាត់បានធ្វើដំណើរជាមួយបងប្រុសទេពចិន្តាដើម្បីទៅហ្វឹកហាត់មន្តវិជ្ជាពិសេសពីតាឥសីម្នាក់អ្នកទាំងពីរបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល10ឆ្នាំរហូតដល់គាត់មានជំនាញយ៉ាងខ្លាំងក្លានិងអាគមពិសេសទីបំផុតសង្គ្រាមរវាងស្ដេចយក្សចក្រពរនិងសង្ក្រៃភពបានមកដល់បងប្អូនទាំងពីរនាក់ប្រើកម្លាំងរួមគ្នាដោយពួកគេប្រើអាគមពិសេសដោយប្រើតុក្កតាខ្មោចដើម្បីបង្កើតកងទ័ពខ្មោចយកទៅប្រយុទ្ធជាមួយនឹងកងទ័ពរបស់យក្សទាំងនោះកងទ័ពខ្មោចទាំងនោះក៏បានសម្លាប់ពួកយក្សទាំងនោះទាំងអស់ហើយសង្ក្រៃភពក៏បានប្រើវិជាផ្លែងក្រដាសទៅជាស្ដេចឥន្ទ្រីភ្លើងគាត់ជិះសត្វឥន្ទ្រីនោះហោះទៅប្រយុទ្ធជាមួយនឹងយក្សចក្រពរគាត់បានប្រើដៃអាគមរបស់គាត់កាប់រាងកាយរបស់យក្សចក្រពរនោះរហូតដល់ស្លាប់នៅលើស្មរភូមិបន្ទាប់ពីឈ្នះសង្ក្រៃភពបាននាំយកសាកសពរបស់យក្សចតុពរត្រឡប់ទៅក្រុងយក្សវិញហើយនៅពេលដែលយក្សនៅក្នុងទីក្រុងឃើញសង្ក្រៃភពសម្លាប់ស្ដេចយក្សចតុពរហើយពួកគេក៏បានចោះចូលនឹងសង្ក្រៃភពតែម្ដងសង្ក្រៃភពបានតែងតាំងទេពចិន្តានិងកូនប្រុសរបស់គាត់រាវង្សដែលឥឡូវនេះបានធំពេញវ័យហើយក៏បានឲ្យគាត់ជួយគ្រប់គ្រងក្រុងយក្សបន្តចំណែកឯសង្ក្រៃភពក៏បាននាំនាងសយសូដាត្រឡប់ទៅរស់នៅជាមួយគ្នាដោយសប្បាយរីករាយនៅក្នុងក្រុងរាពណ៍នេះគឺជារឿងរ៉ាវរបស់សង្ក្រៃភពដែលខ្ញុំបាននាំយកមកនិទានជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះបើសិនជាចូលចិត្តវីដេអូបែបនេះសូមកុំភ្លេច like subscribe និង share ដើម្បីលើកទឹកចិត្តក្រុមការងារយើងខ្ញុំធ្វើវីដេអូបន្តសូមអរគុណជួបគ្នាវីដេអូក្រោយ